បាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទសូមបង្ហាញអំពីទស្សនវិជ្ជាទាំងស្រុងនៅថ្ងៃធ្វើពលកម្មសម្អាតសាលារបស់សិស្សានុសិស្សក្នុងវិទ្យាល័យសមរលាវដែលពួកគាត់កំពុងតែកាប់ជញ្ជូនដីនៅជុំវិញអគារសិក្សាថ្មីមួយដែលទើបនឹងសាងសង់ហើយគាត់កាប់តាមក្រុមតាមថ្នាក់របស់គាត់ចឹងទៅហើយខ្លះទៀតក៏កំពុងតែឈោមើលគេឈោលេងចឹងទៅហើយមួយក្រុមនេះអង្គុយមើលគេមកអត់ជួយកាប់គេទេដល់ក្រុមនេះវិញដើររេរគេចុះគេឡើងនេះផ្នែកខាងនារីភេទបាទគាត់កំពុងតែអង្គុយរងចាំដីដែលគេកាប់ដាក់បទីឲ្យហ្នឹងហើយលើកយកទៅស្វែងចាក់ខាងមុខគ្នាគាត់មានច្រើនដែរបាទប៉ុន្តែពួកគាត់កិច្ចអត់ហ៊ានចូលទេខ្លាចគ្រូប្រើចំណែកឯខាងនេះផ្នែកខាងថ្នាក់ទី7ថ្មីផ្លែមុខអត់ទាន់ស្អីស្គាល់ទេប្រុសនឹងឈោមើលទៅខ្លះក៏ឈោកិច្ចឲ្យឆ្ងាយទៅខាងក្រោមតោងនោះហើយដីដែលកាប់បានហ្នឹងគឺយើងយកមកចាក់នៅឯជាប់ផ្លូវកៅស៊ូនៅខាងមុខសាលាបាទហើយពួកគាត់ជិះបងកុំចាក់ហ្នឹងចឹងទៅហើយយើងឈោចាំបើមិនចឹងទេគាត់ចាក់ខាងមុខនេះចាក់ឡើងពេញហ្នឹងតែយើងអត់មើលហ្នឹងយើងប្រាប់ឲ្យគាត់មកខាងបងចាក់កន្លែងណាដែលឡើងទៀបណាចាពួកអីកន្លែងហ្នឹងវាខូងវាដក់យើងបាក់ឈប់អីចឹងទៅយើងចាក់ឲ្យណាឲ្យវាពេញស្អាតទៅស្រួលដែរនេះពួកគាត់2នាក់នេះគឺគាត់ចាប់មកបកី2នាក់ចឹងហើយដៃគូរបស់គាត់នៅក្រុមមួយទៀតមានមកបកីគ្នា4នាក់មិនដឹងថាគាត់សែងយ៉ាងម៉េចរួចហើយគាត់ចាក់ហើយគឺគាត់ទៅយកទៀតចាក់ហើយទៅយកទៀតចឹងទៅហូរហែបន្តមកចឹងទៅដីរៀងពិបាកសែងបន្តិចថ្ងៃហ្នឹងព្រោះអីដោយសារតែមេឃវាព្យុះមករហូតហើយអ្នកកាប់ក៏ពិបាកអ្នកសែងហ្នឹងក៏ចោះទៅយកហ្នឹងក៏វាពិបាកដែរដោយសារតែវាផុកមួយជុំងុំផុកហើយនេះអត់ឆ្អិតទៀតជាប់ជើងពេកបាច់តែអត់មានពេលវេលាធ្វើទៀតទេព្រោះអីចិត្តចូលកងហើយនេះមកក្រុមនេះចេញមកភ្លើងសូលីដាហើយនឹងម៉ារីបានថតចឹងទៅអៀនកាមេរ៉ាចឹងទៅមានកម្លាំងសែងបន្តទៀតក្រុមខាងបាញ់កែនោះបងបាត់មុខមកទុះហើយទំលិចមុខមកយក់ដេញមកតាមក្រោយខាងព្រិចចឹងបាទក្រុមកែមបាទនេះក្រុមខាងប្រុសស្អាតបាទក្រុមនេះក្រុមខាងអ្នកលក់សាច់អាំងក៏ជួយសែងដែរបាទហើយខាងនេះវិញបាទបានមកពីហើយនៅពេលដែលយក់ទៅតែដេញមកប្រុសស្អាតបឹប1ឆ្នាំទៅញញឹមបាន2ដងបាទថ្ងៃនេះញញឹមហើយពេលបរៀនគាត់ឃើញមុខគាត់ចង់ខ្លាចដែរនេះខាងបណ្ឌិតបាទបណ្ឌិតនេះមកក្រុមទៀតហើយយក់ដេញមកបាទជើងសព្រៀនរត់មកកាន់បកីកាន់ចបសុំទិញទឹកមកផ្លែតប៉ុនកន្លះម៉ោងទៅឃើញមកបានយក់មិនដេញទេគឺនៅនឹងរហូតហើយមើលទៅបាទនេះជាទស្សនវិជ្ជាដែលនៅថ្ងៃដែលយើងធ្វើពលកម្មសម្អាតសាលាហើយខាងនេះយកមកហោហែទៀតហើយបាទយកអូមកគូនេះលួចចាក់នេះទៀតណាបាទហើយនេះរូបភាពកាលពី2-3ថ្ងៃមុនដែលកន្លែងធ្វើទឹកស្អាតគាត់អត់ទាន់ធ្វើហើយអញ្ចឹងសិស្សទាំងអស់នាំគ្នាជញ្ជូនដីយកមកចាក់ធ្វើជាកន្លែងខឿនដើម្បីទុកធ្វើជាកន្លែងទឹកស្អាតបាទនេះគឺកន្លែងទឹកស្អាតដែលធ្វើឲ្យរួចរាល់ហើយឃើញពួកគាត់2នាក់នោះកំពុងតែកាយអីនៅខាងបូងខ្ញុំក៏ដើរទៅមើលទៅឃើញថានាយកហើយនឹងគ្រូកីឡាកំពុងតែកាប់ដីកាយរកកន្លែងបើកទឹកបាទទោះអីក្រុមជាងគាត់សនំពោឲ្យរកកន្លែងបើកទឹកឲ្យគាត់ស្រួលគាត់នឹងធ្វើការបន្តទឹកបន្តបច្ចេកទេសរបស់គាត់តាមរបៀបរបស់គាត់ឲ្យសាលាថារួមអត់បានទៀតrồiហើយចាំថតយើងធ្វើការរបស់យើងគាត់ធ្វើការរបស់គាត់ចឹងទៅនេះគឺគាត់កំពុងតែស្វានចោះអាស្តែនទឹកហ្នឹងដើម្បីបន្តទៅយកហើយបងមួយនេះវិញគាត់កំពុងតែវាស់កាត់ទុកដាក់កញ្ចក់ឲ្យកូនសិស្សគាត់ឆ្លោះមុខឆ្លោះមាត់ពេលលាងដៃបាទ
ហើយធុងនៅក្នុងហ្នឹងគឺមាន3ល្មមមកក្រៅនោះមាន2ធំបាទអញ្ចឹងគាត់ពងមានញឹកការងារគាត់ដែរព្រោះអីមកវាជិតដល់10ដែរទៅហើយគាត់អាវគាត់កាត់ទៅដីជុកចឹងទៅណែកឯសកម្មភាពមួយនេះតិចច្រឡំថាចែកអង្គចែកអំណោយអីទៅបាទមិនមែនទេនេះជាសកម្មភាពដែលជុំដីខ្សាច់ដែលគេច្រកបេដូចឆ្កសហើយនឹងលំថ្មដែលច្រកបេយកចូលទៅក្នុងហ្នឹងគឺគេយកទៅដើម្បីទុកធ្វើជាចម្រោះទឹកបាទទុកធ្វើចម្រោះទឹកបាទថ្មហើយនឹងខ្សាច់ហ្នឹងមិនមែនតិចដែរបងប្អូនច្រើនជូនមកទុកដែរមន់ទៅហើយហើយជូនដាក់មកចូលដល់ក្នុងនេះហើយគឺគេចាក់ដាក់ចានធន់ការងារធ្វើមើលឯថ្មដែលគេចាក់ដាក់ចានធន់មិញបងប្អូនគឺយើងបាញ់ទឹកបញ្ចូលដើម្បីលាងវាឲ្យច្រាស់ដីឲ្យវាថ្មឲ្យអត់មានដីចឹងហើយបានគេយកទៅដាក់នៅក្នុងធុងហើយលាងច្រើនទឹកដែរព្រោះឲ្យលាងទៅវាចេញតែពណ៌ទឹកដោះគោអញ្ចឹងយើងចាក់ចោលយកមកលាងហើយដាក់មកទឹកទៀតទម្រាំតែទឹកហ្នឹងខ្លាហ្នឹងថ្មហ្នឹងបីគេចាក់ចោលមិនដឹងប្រហែលនេះចឹងហ្មងណាទុកធ្វើអាងហ្នឹងហ្មងព្រោះអីគេចង់ឲ្យបានតែថ្មហ្នឹងវាស្អាតសិនទើបគេយកទៅដាក់នៅខាងលើហើយនេះគឺជាសាច់ដែលគេត្រៀមចាក់បន្ទាប់ពីចាក់ថ្មហើយបន្ទាប់ពីលាងថ្មហើយគឺគេយកសាច់ហ្នឹងចាក់ចូលនេះសិស្សយើងកំពុងតែលាងថ្មមកនេះម្នាក់ជោគកាយអញ្ចឹងទៅកាយហើយចាក់ចោលហើយចាក់ថែមទឹកទៀតកាយចូលទៀតបាទនេះធុងដែលគេរមៀលមកបាទហើយនេះគឺជាសកម្មភាពចុងក្រោយដែលសិស្សានុសិស្សទាំងអស់ត្រូវប្រមូលដីមួយចំនួននឹងទៅចាក់នៅកន្លែងទៀបទុកដាក់កង់ទុកដាក់ម៉ូតូបាទទិដ្ឋភាពមេឃស្រទុំអត់មានបើកថ្ងៃទេនៅលើវាលស្មៅពណ៌បៃតងក្នុងវិទ្យាល័យសមរលាវបាទអស់ហើយបងប្អូនជម្រាបលាសុខសប្បាយ